វិញដែលតាអុយមើលពាក្យនេះ mono atom នេះអញ្ចឹង mono atom ស្មើអីតោះថ្ងៃនេះអ្នកគ្រូមានប្រធានលំហាត់មួយដ៏ខ្ជូតដោយបាក់ឌុប2026ចឹងអញ្ចឹងអូនមកមើលតាក់ទងទៅនឹងប្រធាននេះគេថាឧស្ម័ន mono atom មួយមាន n គុណនឹង air នេះគឺស្មើទៅនឹង5 joule ក្នុង1 Kelvin មានសីតុណ្ហភាពថយចុះ40អង្សាសេនិងទទួលបំលែងតាមលំនាំអ៊ីសូបាសំណួរគេឲ្យយើងបង្ហាញថាគុយស្មើទៅនឹង5ភាគ2 NR ដែលតាទេរួចគេឲ្យយើងកណនីរកតម្លៃនឹងតែម្ដងអញ្ចឹងអូនមកដោះស្រាយជាមួយនឹងអ្នកគ្រូទាំងអស់គ្នាអូខេបង្ហាញថាគុយស្មើនឹង5ភាគ2 NR ដែលតាទេអញ្ចឹងអត់មានអីទេយើងដោះស្រាយតាមរូបមន្តច្បាប់ទី1តេម៉ូរបស់យើងមកអញ្ចឹងតាមច្បាប់ទី1តេម៉ូឌីណាមិកទី1តេម៉ូឌីណាមិកអូនអាចទៅសេបានថាគុយស្មើទៅនឹង W បូកទៅនឹង data អុយប៉ុន្តែ W យើងស្មើអីដែល W យើង W ស្មើទៅនឹងលំនាំ E សូបាមិនពេស្មើទៅនឹង data V មែនអត់តែវាតកតងទៅនឹង data V អូនអាចដោះស្រាយចេញទេបើមានបំរែបំរួលមានក៏ត្រូវតែមានបំរែបំរួលសីតុណ្ហភាពដែរអញ្ចឹងអូនអាចទៅសេបានថា NR data ទេដល់ពេល data អុយបើយើងស្មើអីវិញ data អុយអូនមើលពាក្យនេះ mono atom នេះអញ្ចឹង mono atom ស្មើអីស្មើទៅនឹង3ភាគ2 NR data ទេអញ្ចឹងអូនជំនួសចូលមកអញ្ចឹងនាំឲ្យគុយរបស់យើងស្មើទៅនឹង NR data ទេបូកទៅនឹង3ភាគ2 NR data ទេអូនតម្រូវភាពបាញ់ហ៎តម្រូវភាពបាញ់ខាងនេះបាន2 NR data ទេបូកទៅនឹង3 NR data ទេអូននឹងអាចទៅសេបានថា5ភាគ2 NR data ទេនេះប៉ិតដូចគេឲ្យយើងបង្ហាញនេះប៉ិតហើយអញ្ចឹងសំណួរបន្ទាប់កន្លែងនេះគេឲ្យយើងអីគេទៀតនេះរួចកណនីរកតម្លៃគុយអញ្ចឹងអូនមកហៅតម្លៃគុយទាំងអស់គ្នាមកអញ្ចឹងរកតម្លៃគុយរបស់យើងគឺអូនអាចយករូបមន្តនេះមកប្រើបានអញ្ចឹងយើងតាមរបស់យើងមកយើងខំស្រាយហើយនេះគុយស្មើទៅនឹង5ភាគ2 NR data ទេប៉ុន្តែអូនមកមើលកន្លែងនេះទៅលើបំរាប់គេប្រាប់ថាអីដោយ n គុណនឹង air នេះគឺស្មើនឹង5 joule ក្នុង1 Kelvin បន្តមកទៀត data យើងស្មើអីអូនងាកទៅឃើញនេះសីតុណ្ហភាពគិតជាអង្សាសេហើយអានេះ data មិនសីតុណ្ហភាពឃើញតែមួយមិនទៅនេះគេប្រាប់ថាមិនដែរមានសីតុណ្ហភាពថយចុះអញ្ចឹងមានន័យថាវាមានបំរែបំរួលសីតុណ្ហភាពពីខ្ពស់មកទៀតអញ្ចឹងបំរែបំរួលសីតុណ្ហភាពកន្លែងនេះគឺជាអី40អង្សាសេនេះគឺ data ទេតូច data ទេតូចអញ្ចឹងអ្នកគ្រូបានធ្វើវីដេអូមុនហើយ data ទេធំស្មើទៅនឹង data ទេតូចបើអត់ទាន់ច្បាស់ត្រង់ចំណុចហ្នឹងអូនទៅមើលវីដេអូនឹងឡើងវិញអញ្ចឹងអូនអាចទៅសេបានថា data ទេតូចស្មើទៅនឹង data ទេធំប៉ុន្តែពាក្យថាថយចុះនេះគឺវាមានសញ្ញាដកអញ្ចឹងអូនដាក់មកគឺដកទៅនឹង40 Kelvin ចឹងអូនអាចចំនួនលេខនឹងបានអញ្ចឹងនាំឲ្យគុយស្មើទៅនឹងគុយយើងនេះស្មើនឹង5ភាគ2គុណទៅនឹង NR អញ្ចឹង NR យើងស្មើទៅនឹង5 joule ក្នុង1 Kelvin ហើយ data ទេរបស់យើងគឺស្មើនឹងដក40 Kelvin ដូចគ្នាអញ្ចឹងកន្លែងនេះអូនយក4សម្រួលជាមួយនឹង2មកគឺបានកន្លែងនេះ20គុណទៅនឹង25អូនបានបានដែរស្មើទៅនឹង500សញ្ញាដកអូនមើលមកដដែលមកស្មើទៅនឹង500នេះអូនសម្រួលຂະຫນាតការនេះចោលមកមានថា Kelvin នេះអូនសម្រួលបានចេញមកគិតជា joule នេះគឺជាចម្លើយអ្នកគ្រូសង្ឃឹមថាបងអូននឹងយល់ហើយបើអូនមានចម្ងល់អីអាចតម្លាក់ក្នុង comment បានគុណសម្រាប់វីដេអូបន្ថែមសូមចូលទៅកាន់គេហទំព័រ V2 Education